ស៊ូស៊ីគឺជាក្មេងម្នាក់ដែលគឺថាខ្ជិលរៀនសូត្រមែនតើអត់ទៅដល់ថ្ងៃប្រឡងគឺថាគិតលំហាត់អីអត់ចេញទេគឺទៅសេបានតែឈ្មោះមួយតែប៉ុណ្ណោះគឺឈ្មោះខ្លួនឯងអញ្ចឹងណាហើយគូក្បាលរបស់ស៊ូស៊ីនឹងគឺថាគិតតែរឿងមួយយ៉ាងគឺទៅលេងហ្គេមនៅខាងក្រៅនោះគឺថាអត់នៅជួម្ចាស់គិតលំហាត់គិតអីបានបន្ទុក100 200អីទេគឺថាចេញពីក្បាលរបស់ម្ចាស់តែម្ដងបន្ទាប់មកគឺមិនដឹងធ្វើម៉េចមានតែយកសភៅកំណាយអីជាច្រើនដាក់ក្នុងក្បាលរបស់ម្ចាស់ហើយម្ចាស់គេនឹងគឺថាបានសភៅនៅក្នុងក្បាលប៉ុណ្ណេះហើយគឺថាគិតលំហាត់ពី3000លំហាត់ទេក៏មិនអីដែរហើយនិយាយថាគូក្បាលនេះបានចេញមកខាងក្រៅគឺថាមានសេរីភាពតែម្ដងគឺគេលេងតងលេងអីលេងលំអអញ្ចឹងទៅហើយម្ចាស់របស់ពួកគេនោះគឺថាធ្វើលំហាត់ចង់ដាក់1000 2000ទៅក៏ធ្វើចេញដែរព្រោះមានកំណាយគ្រប់គ្រាន់នោះអីហើយគូក្បាលរបស់យើងគឺថាលេងរហូតពីព្រឹកទៅប្រលប់អញ្ចឹងទៅហើយមកដល់សំណុំមួយនោះគឺស៊ូស៊ីគិតអត់ចឹងទេព្រោះសារតែក្បាលរបស់គេនឹងគឺថា error ច្រើនពេកហ្វាសភៅក្នុងនោះច្រើនអញ្ចឹងណាមិនដឹងថាមើលមួយណាទុកមួយណាហើយគូក្បាលក៏ដឹងគឺពីកំហុសរបស់ខ្លួនដែលចេញពីក្បាលរបស់ស៊ូស៊ីបន្ទាប់មកគេក៏យកសភៅចេញបន្ទាប់មកហើយក៏យកខួរគេនឹងចូលទៅក្នុងក្បាលរបស់ស៊ូស៊ីវិញហើយបន្ទាប់មកស៊ូស៊ីក៏ប្រឡងបានបន្ទុកច្រើនអញ្ចឹងណាហើយគេជាប់បានឡើងថ្នាក់អញ្ចឹងទៅ